តោះអ្នកទាំងអស់គ្នាដឹងអត់ថាធ្វើម៉េចដើម្បីយើង frozen ទៅលើ column ឬក៏ cell ឬក៏ row នៅក្នុង Excel បានចាំបើសិនជាចង់ដឹងទស្សនាវីដេអូអ្នកទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube បាទចឹងថ្ងៃនេះខ្ញុំចេញវីដេអូថ្មីមួយទៀតចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការរបៀប frozen ឬក៏យើងអាចថា lock នៅតារាងរបស់យើងនៅក្នុង Excel បាទដែលជាជួរឈរឬក៏ជួរដេកដើម្បីឲ្យយើងធ្វើការ scroll ស្រួលណាបាទតោះចឹងយើងចូលទៅកាន់ Microsoft Excel ទាំងអស់គ្នាដែលខ្ញុំបានរៀបចំរួចរាល់បាទអញ្ចឹងឥឡូវនៅក្នុង Excel នេះខ្ញុំបានរៀបចំជាតារាងបញ្ជីវត្តមានបុគ្គលិកជាឧទាហរណ៍បាទហើយនៅក្នុងនេះគឺអត់ទាន់ lock អីទេបាទអញ្ចឹងនៅពេលដែលយើង zoom ឬក៏យើង scroll អីគឺវាដើរធម្មតាទេបាទណាបាទគឺដើរធម្មតាទេបាទអញ្ចឹងអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់ lock ណាគឺកន្លែងលេខ1នេះបាទដើម្បីឲ្យការរុញចេញរុញចូលហ្នឹងគឺវាអត់ខិតទៅទាំងមូលទេនេះឧទាហរណ៍ថាយើងទាញចេះមកគឺវាដាច់ណាឃើញអត់អញ្ចឹងខ្ញុំអត់ចង់ឲ្យវាដាច់ឈ្មោះបែបនេះទេណាអញ្ចឹងយើងមានវិធីសាស្ត្រក្នុងការធ្វើបាទអញ្ចឹងក្នុងនេះផងដែរគឺមាន option 4មុខធំបាទអញ្ចឹងទី1គឺតកតងជាមួយនឹងការ lock ទៅលើជួរឈរឬក៏ជួរដេកណាបាទអញ្ចឹងទី1នេះគឺយើង lock ទៅលើជួរឈរបាទអញ្ចឹងយើងចូលទៅកាន់ view បាទតមកទៀតយើងយកកន្លែងនៅក្នុង window ហ្នឹងមានពាក្យថា freeze pane ណាបាទអញ្ចឹងយើងចុចមកបាទអញ្ចឹងកន្លែងនេះគឺ freeze top row ណាអញ្ចឹងបានន័យថាយើង lock តែទៅលើ top row ទេណាបាទអញ្ចឹងយើងចុចមកបាទអញ្ចឹងកន្លែងវត្តមាននេះគឺជាប់ហើយណាតារាងបញ្ជីវត្តមានគឺអត់ប្រែប្រួលទេយើងអាច scroll ចុច home បានបាទអញ្ចឹងវាយកតែជួរខាងលើមួយទេបាទបាទអញ្ចឹងទី2បាទទី2គឺតកតងជាមួយនឹងការ lock ណាប៉ុន្តែយើង lock តកតងជាមួយនឹងជួរឈរវិញម្ដងណាបាទអញ្ចឹងអត់ខុសគ្នាទេយើងអត់មាន select ឡើងណាទេយើងគ្រាន់តែចូលទៅកាន់ view បាទកន្លែង window ដូចគ្នាណាបាទយើងយកពាក្យថា freeze pane បាទបន្តមកទៀតយើងយកពាក្យថា freeze first column បាទអញ្ចឹងជួរឈរទី1គឺនឹងត្រូវបាន lock ណាឃើញអត់ជួរឈរទី1នឹងត្រូវបាន lock អញ្ចឹងយើងអស់មកចឹងបាទតោះអញ្ចឹងឥឡូវយើងចូលមកដល់ចំណុចសំខាន់ទី3ដែលអ្នកទាំងអស់គ្នាត្រូវការប្រើប្រាស់ក្នុងច្រើនមែនតើបាទទាំងតារាងទូចតារាងធំអ្វីដែលយើងចង់ប្រើប្រាស់ច្រើនគឺទៅចំណុចទី3នេះហើយណាបាទអញ្ចឹងគឺយើងធ្វើការ select ទៅលើ cell ណាមួយដែលយើងចង់បានបាទអញ្ចឹងឥឡូវខ្ញុំ select កន្លែងលេខ1នេះបាទណាលេខ1នេះអញ្ចឹងបានន័យថាខ្ញុំចង់ lock វាកន្លែងហ្នឹងដើម្បីឲ្យជួរឈរហើយនឹងជួរដេកហ្នឹងគឺវា fix កន្លែងហ្នឹងហ្មងណាបាទអញ្ចឹងយើងចុចទៅលើ cell មួយនឹងហើយបន្តមកទៀតយើងចូលទៅកាន់ view បាទហើយយើងយកនៅក្នុង window ដូចគ្នាពាក្យថា freeze pane បាទបន្តមកទៀតយើងយកពាក្យថា freeze pane ណាខាងលើនេះគឺ keep row and column visible ណាបាទអញ្ចឹងយើងចុចកន្លែងហ្នឹងមកបាទនៅពេលដែលចុចបានប៉ុណ្ណេះហើយណាបាទអញ្ចឹងយើង scroll ឡើងលើគឺវាអត់ទេវាធំហ្នឹងបាទហើយយើងងាកមកឆ្វេងវិញក៏ធំនេះដែរឃើញអត់អញ្ចឹងគឺមានភាពងាយស្រួលមែនតើបាទសម្រាប់អ្នកដែលធ្វើជាបញ្ជីឈ្មោះឬក៏តារាងបញ្ជីបុគ្គលិកប្រវត្តិរូបអីហ្នឹងបាទដែលមានទំហំវែងបាទដែលមាន column វែងបាទអញ្ចឹងយើងដល់បែបនេះគឺមានភាពងាយស្រួលមែនតើបាទហើយបើករណីបុគ្គលិកច្រើនអញ្ចឹងយើងពេលខ្លះយើងអត់ដឹងថាតើ column ហ្នឹងជាឈ្មោះតកូលណាជាភេទឬក៏ជាតួនាទីអីទេបាទអញ្ចឹងយើង set បែបនេះទៅគឺជួយសម្រួលការងារយើងច្រើនមែនតើបាទបាទតោះអញ្ចឹងមកចំណុចទៀតចុងក្រោយគឺតកតងជាមួយនឹង freeze នឹងដែរគឺយើង unfreeze វិញណាបាទអញ្ចឹងគ្រប់លក្ខខណ្ឌ3ដំបូងនេះបាទបើយើងចង់ unfreeze វិញគឺអត់មានអីពិបាកទេយើងគ្រាន់តែចុចចូលទៅក្នុង view នៅក្នុង window tab ហ្នឹងគឺពាក្យថា freeze pane នឹងដដែលបាទអញ្ចឹងយើងយកទី1មកមានពាក្យថា unfreeze អញ្ចឹងយើងចុចតែមួយនឹងទៅគឺវាផ្ដាច់ទាំងអស់មិនថាយើង lock freeze ជា top row ឬក៏ top column ទេឬក៏យើង freeze pane នៅចំណុចមួយណាទេគឺវាផ្ដាច់ឲ្យយើងទាំងអស់បាទអញ្ចឹងយើងប្រែទៅជាតារាងធម្មតាសាមញ្ញវិញបាទហើយខ្ញុំបញ្ជាក់ផងដែរ freeze នេះគឺនៅពេលដែលយើងធ្វើម្ដងហើយយើងផ្ញើទៅកុំព្យូទ័រគេផ្សេងគឺវាជាប់ចឹងរហូតណាបាទបានន័យថាវាអត់ត្រូវការ set up ឡើងវិញឬក៏
សម្រាប់តែកុំព្យូទ័រយើងទេបាទអញ្ចឹងយើងធ្វើតែម្ដងគឺអ្នកក្រោយហ្នឹងគឺគាត់អាចប្រើតពីយើងទៅមានភាពងាយស្រួលមែនតើបាទអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទហើយខ្ញុំនឹងចែករំលែកនៅការប្រើប្រាស់នៅក្នុង Microsoft Word Excel ហើយនិង Computer ផ្សេងៗបន្តទៀតបាទហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍បាទអញ្ចឹងសូមអ្នកទាំងអស់គ្នាជួយ Like Subscribe ហើយនិង Share វីដេអូនេះទៅកាន់មិត្តភ័ក្តិអ្នកទាំងអស់គ្នាផងបាទអញ្ចឹងជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ